ប៉ាមេផ្ទះនោះមានរបស់ឆ្ងាញ់យើងទៅញ៉ាំបាយនៅផ្ទះគាត់ទៅផ្ទះគាត់ប្រកាសជាផ្ទះបាយធំហើយព្រះរាជសារពីព្រះមេដាព្រះរាជាបានមកដល់ហើយព្រះមេដាព្រះរាជាមានព្រះបន្ទូលថាបានឮថាព្រះអង្គម្ចាស់រាជានុសិទ្ធបានត្រឡប់មកដល់រាជធានីវិញដោយសុវត្ថិភាពហើយបានរកឃើញត្បូងដែលបាត់បង់មកវិញអស់លោកស្រីរីករាយណាស់ពិសេស3ថ្ងៃទៀតនឹងរៀបចំពិធីជប់លៀងនៅព្រះរាជវាំងខុននាងដើម្បីស្វាគមន៍ព្រះអង្គម្ចាស់នៅពេលនោះសូមព្រះអង្គម្ចាស់នាំព្រះនាងតូចទៅចូលរួមពិធីជប់លៀងផងដើម្បីឲ្យអស់លោកស្រីនិងព្រះមហាក្សត្របានជួបព្រះរាជវង្សានុវង្សកូនស្រីរបស់ខ្ញុំមានអាការៈមិនស្រួលខ្លួនដូច្នេះមិនបាច់ព្រះមាតាព្រះរាជាបារម្ភទេលោកលីសូមត្រឡប់ទៅវិញចុះព្រះអង្គម្ចាស់នេះជាព្រះរាជសារពីព្រះមាតាព្រះរាជាបាក់ធ្លាប់និយាយថានោះហើយថាស្មៅដាច់ពូ7ជំហានគឺជាចំណីដ៏ល្អបំផុតសម្រាប់ចិញ្ចឹមកូនមាសរបស់នាងស្អីប៉ាមេផ្ទះនោះមានរបស់ឆ្ងាញ់យើងទៅញ៉ាំបាយនៅផ្ទះគាត់ទៅផ្ទះគាត់ប្រកាសជាផ្ទះបាយធំហើយប៉ា